ជំរាបសួរបងប្អូនតោះថ្ងៃហ្នឹងយើងនឹងមកមើលពីចំការម្នាស់ក៏ដូចជារបៀបដាំម្នាស់របស់បងប្អូនអ្នកស្រុកមុងឫស្សីខេត្តបាត់ដំបងតោះឥឡូវមុនយើងទៅមើលចំការដែលមានផ្លែហើយយើងមកមើលកូនម្នាស់ចំការដែលគាត់ទៅតែរៀបដាំប្រមូលផលហើយគេបានមើលទៅហើយគេមានក្រាល ខ្លះក៏គេ ថងកស៊ូបែបនេះដើម្បីការពារស្មៅកុំឲ្យស្មៅដោះអញ្ចឹងណាហើយអត់ថ្លៃទេពួកថងកស៊ូនេះបងប្អូនអាចទិញនៅកន្លែងកសិកម្មណាកន្លែងលក់ជីកន្លែងលក់អីទៅគេមានដែរហើយម្នាស់នេះគឺគេដាំកូនគឺគេអត់ដាំក្បាលវាទេគេដាំក្បាលវាគឺក្រផ្លែហើយណាមួយគេដាំច្រើនគឺគេមិនដាំក្បាលទេគឺគេដាំកូនព្រោះម្នាស់វាភ្លុះកូនមកអញ្ចឹងណាពេលចិត្តផ្លែឬផ្លែអីហ្នឹងកំឡុងពេលហ្នឹងគឺវាភ្លុះកូនចេញមកហើយអញ្ចឹងគេដកកូនវាដាំមកគឺលឿនមែនទែនដូចបងប្អូនមើលនៅក្នុងវីដេអូនេះអញ្ចឹងគឺបងប្អូននៅខេត្តបាត់ដំបងហាងស្រុកមុងឫស្សីហ្នឹងគឺល្បីល្បាញខាងដាំម្នាស់ហ្នឹងហើយបងប្អូនអាចមើលជាគំនិតបានណារបៀបដែលគេដាំគឺគេដាំកូនហើយគឺគេកាត់ចុងស្លឹកចេញទាំងអស់បងប្អូនឃើញទេមានចាប់អារម្មណ៍ទេគឺនេះគេកាត់ចុងស្លឹកហើយដើម្បីឲ្យវាដោះមកទៅល្អនេះអានេះសើកាត់ហើយណាអញ្ចឹងគេដាំហើយជាបានហើយមួយអាទិត្យហើយអញ្ចឹងវាអាចលាស់មកខ្លះហើយអញ្ចឹងឥឡូវយើងទៅមើលការដែលកំពុងផ្លែនេះអញ្ចឹងម្នាស់ជាទូទៅរយៈពេលវាអាចចន្លោះពី7ខែឡើងអាហ្នឹងតាមដែលសួរបងដែលគាត់ដាំណាវាអត់ទៀងទេទៅតាមការមើលថែអីជាដើមអញ្ចឹងឲ្យតែដើមវារឹងដើមវាល្មមផ្លែបានគឺគេចាក់ថ្មស្អុយហ៎អញ្ចឹងណាអញ្ចឹងបើអត់ដាក់ថ្មស្អុយទេគឺអត់ផ្លែទេគឺហើយក៏ផ្លែអត់ស្រស់គ្នាដែរអញ្ចឹងម្នាស់ជាទូទៅឲ្យតែដាំអាយុវា7ខែឡើងហ្នឹងដែលគេគិតថាអាចកាន់ផ្លែបានហើយគេនឹងចាក់ថ្មស្អុយហើយអញ្ចឹងគេចាក់ថ្មស្អុយទាំងអស់មកចកាងទៅហើយពេលវាចេញផ្លែគឺដូចនៅក្នុងវីដេអូអញ្ចឹងគឺផ្លែស្រស់គ្នាទាំងអស់តែបើយើងអត់ចាក់ថ្មស្អុយទេគឺអត់ផ្លែទេអាច1ឆ្នាំ2ឆ្នាំហើយផ្លែមួយកណ្ដុបអញ្ចឹងអត់ទេណាហើយដូចបងប្អូនមើលក្នុងរូបនេះកូនម្នាស់ហ្នឹងអញ្ចឹងនៅពេលដែលវាមុនចេញផ្លែឬក៏អំឡុងពេលវាផ្លែហ្នឹងវាចេញកូនហើយអញ្ចឹងគេដកកូនហ្នឹងហើយយកទៅដាំតអញ្ចឹងណាហើយនេះគឺគេកាត់ស្លឹកឯនៅតាមរោងហ្នឹងនៅពេលវាផ្លែហើយដើម្បីឲ្យងាយដើរហ្នឹងគេកាត់ស្លឹកហើយនេះដូចបង្ហាញបងប្អូនខាងដើមអញ្ចឹងគឺកស៊ូក្របដីនេះពណ៌ខ្មៅនេះណាទី1ការពារស្មៅទី2រក្សាសំណើមទឹកដើម្បីកុំឲ្យខ្ជះខ្ជាយទឹកអញ្ចឹងគឺគេក្រាលអាហ្នឹងហើយមករោងនេះគេដាក់2ជួរអញ្ចឹងណាថង់ប្លាស្ទិកមួយហ្នឹងគេដាក់ម្នាស់2ជួរនេះបងប្អូនមើលទៅហើយផ្លូវដើរគឺគេកាត់ត្រឹមស្លឹកវាហើយបងប្អូនមិនខ្លាចថាវាអន់វាអីទេអាហ្នឹងជាទូទៅគេធ្វើតែអញ្ចឹងអត់អីទេណាដើម្បីងាយស្រួលដើរងាយស្រួលប្រមូលផលហើយចការអ្នកខាងមុងនេះច្រើនមែនទែនតាមផ្ទះក៏គេដាំដែរដីទូចប៉ុណ្ណាគេដាំដែរដូចអានេះអញ្ចឹងអាចដូចជាប្រមាណមួយខែជាងនេះក្រោយពីចាក់ថ្មស្អុយមកដូចបញ្ជាក់បងប្អូនយ៉ាងបើអត់ចាក់ទេគឺអត់ផ្លែទេម្នាស់នេះត្រូវតែចាក់ថ្មស្អុយហ្នឹងហើយអញ្ចឹងវីដេអូនេះគឺងាយបងប្អូនចង់ដាំម្នាស់យើងយកកូនដាំទៅល្អជាងកាត់ក្បាលវាដាំណាហ្នឹងហើយអញ្ចឹងវីដេអូនោះមានតែប៉ុណ្ណឹងទៅកាន់បងប្អូនអាចដឹងបានខ្លះពីរបៀបដាំម្នាស់សូមអរគុណជម្រាបលា